តែបើគេថាស្រុកខ្មែរទៅប៉ែតែសបាយហ្នឹងមិនគិតមិនទៅអញ្ចឹងដើម្បីឲ្យ idol មកជា college អញ្ចឹងយើងគ្រប់គេយើងឲ្យតម្លៃគេមែនប៉ុន្តែថ្មីបើ idol ចេះមែនអត់តែបើយើង college យើងអាចភាសាមិនបានលែនទៅរងចំនេះ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 ទៅហើយទីបំផុតវាអត់អាចរួចចិត្តមានតែ stress សួស្ដីរចនាចាសួស្ដីលោកគ្រូវ៉ានី បាទសុខសប្បាយទេនៅខាងទ្វីបអឺរ៉ុបសុខសប្បាយដែរឥឡូវសមហ្នឹងព្រោះឥឡូវសុខទេបាទមកដល់ខែតិចម្ដងហើយខុសពីស្រុកយើងតែនៅយើងតិចដែរមិនដល់ខែនេះតិចមកស្រួលល្មមដូច23អង្សាអីចឹងខែហ្នឹង the best perfect the best weathers រចនានៅប្រទេសដាណឺម៉ាកណោះចាដាណឺម៉ាកទីក្រុងគេ Copenhagen អរគុណដែលបានចូលរួមថ្ងៃនេះយើងនិយាយគ្នាទូទៅប៉ុន្តែខ្ញុំមានសំណួរដែលចង់សួររចនាអំពីដំណើរដើមតងដំណើរជីវិតដំណើរស្វែងរកខ្លួនឯងអីចឹងណាដល់យើង we just មានឈិតឆាតប៉ះអីសួរនឹងប៉ុន្តែឥឡូវសូមរចនាជួយណែនាំខ្លួនបន្ថែមបន្តិចចាប់ពីការអប់រំបទពិសោធន៍ whatever you want That's a good question នៅពេលដែលសួរថាអូជួយណែនាំខ្លួនតិចមកអញ្ចឹងខ្ញុំចាប់តាមនិយាយពីអីគេមុនគេចាប់ដើមមុនគេគឺមោទនភាពជាងគេមានកូន2នាក់អញ្ចឹងខ្ញុំជាម្ដាយដែលមានកូន2នាក់ស្រីមួយប្រុសមួយកូនឥឡូវបាន12ឆ្នាំហើយជិត13ឆ្នាំហើយខ្ញុំមាន9ឆ្នាំអូខេហើយខ្ញុំអ្នកបាត់ដំបងនៅវិបត្តិដំបងហើយខ្លះមកនៅទីក្រុងធ្វើជាក្មេងទីក្រុងតាំងពីឆ្នាំ2000មកនៅភ្នំពេញរៀនហើយអីហើយលេចអត់ទៅផ្ទះវិញនៅភ្នំពេញរហូតแล้วហើយក៏ធ្វើការទៅមានគ្រួសារទៅមានកូនទៅហើយរវល់សប្បាយនឹងធ្វើការដល់អញ្ចឹងទៅអត់ទៅស្រុកតែពេលដែលបានទៅស្រុកម្ដងសប្បាយហើយពុកម្ដាយមានខកចិត្តអត់ពុកម្ដាយខកចិត្តអត់ទៅស្រុកវិញក៏ដែរល្អដែរតែហ៊ានសួរនិយាយលេងទេដោយសារកូនស្រីភាគច្រើនបាទសំចៃជីវិតជាឪពុកម្ដាយពេលឃើញកូនសប្បាយចិត្តមានរស់នៅអីបានស្រួលនៅក្តីសុខរបស់គាត់ចឹងមានអីទៅនៅគាត់ចង់បានអញ្ចឹងទីទៅនៅខេត្តវិញមិនគឺយើងរស់នៅនេះមានការងារធ្វើកូនរៀនកូនអីចឹងណាបាទខ្ញុំនិយាយលេងទេដោយសារពុកម្ដាយខ្លះអត់ចង់កូនស្រីមករៀនភ្នំពេញទេគាត់ចង់ឲ្យកូននៅមួយពួកគាត់អីចឹងណាមិនថាប្រុសមិនថាស្រីទេបាទខ្ញុំដំបូងចឹងទេណាតែស្រីនឹងទៅរៀនអីច្រើនធ្វើគ្រូនៅដំបងទៅតែកាលនឹងអីគេអត់ព្រមអត់ទេខ្ញុំទៅរៀនពេញហីដល់ហើយក៏មិនដឹងធ្វើមិនគាត់ថាបើទៅរៀនពេញតចប់អាហារូបករណ៍មិនឲ្យរៀនបើអត់ចប់ទេអត់ឲ្យរៀនទេដល់កាលហ្នឹងធ្វើមិនទៅស្ដាប់អ្នកខេត្តណាបាទមកប្រគួតប្រជាមួយអ្នកពេញអូយប៉ុន្តែដល់ពេលមកទៅមិនធ្វើមិនថាគ្រូប្រឡងចូលគ្រូស្រួលតែអញ្ចឹងសម្រាប់ចិត្តថាមកដាក់ប្រឡងចូលគ្រូកណិតចៃដន្យអីចំចឹងជីវិតយើងសំណាងយើងត្រូវបានរៀននៅពេញណាខំអីនៅអ្នកបាត់ដំបងវាអានស្គាល់មិនដែរទៅលក្ខខណ្ឌរបស់ពុកម្ដាយទៅលក្ខខណ្ឌដល់អញ្ចឹងនឹងធ្វើមិនឲ្យរៀនទៅតែគាត់បារម្ភដែរព្រោះកាលហ្នឹងឆ្នាំ2000ប្រទេសយើងមានស្រួលមែនជីពីពេញតែបាត់ដំបងមួយថ្ងៃជាងមកបានដល់ដល់ហើយតែសំណាងមានអង្គនៅពេញហើយអញ្ចឹងទៅគាត់ព្រមទុកចិត្តបន្តិចយើងក៏ឲ្យនៅទៅយើងមានបាត់ដំបងនៅនេះមួយដែរ technical person 2បាត់ដំបង2នេះបាត់ដំបង2នេះដល់នេះក្រុមយើងអញ្ចឹងមានមោទនភាពអញ្ចឹងអ្នកបាត់ដំបងអូខេចាំសួរពីដំណើរដើមតងមិនភាពដែលបានទៅធ្វើការនៅអឺរ៉ុបនិយាយពីដើមតងហើយនិយាយពីការងារបន្តិចមើលដើមតង
Từ bốn rồi nhóm chặt đa càng nghe từ bốn chỉ mùi nắngក្រុមហ៊ុន DAT British American Tobacco ជា private company កាលហ្នឹង បាទ តែធ្វើបានមួយរយៈមានអារម្មណ៍ថាខ្ញុំដូចអត់ fit នឹងហ្នឹងតែអញ្ចឹងទៅមានអារម្មណ៍ថាចង់ធ្វើអីដែល contribute to ដែលចូលរួមចំណែកអភិវឌ្ឍច្រើនជាងអញ្ចឹងក៏គេមានអង្គការ UNDP អង្គការសហជីវជាតិហើយក៏ដាក់ពាក្យចូលទៅចែកដល់នេះចប់ជា HR បាទ ផ្នែក content មនុស្សអញ្ចឹងខ្ញុំចូលធ្វើការមួយអង្គការសហជីវជាតិនឹងបាន3ឆ្នាំជាងហើយពេលយើងចូលធ្វើការយើងនៅ country office នៅនេះចូលវាមានសាខាច្រើនណាតែអញ្ចឹងទេពេលគេមានប្រជុំអូ regional director មកអូ head of HR មកអីអញ្ចឹងមានអារម្មណ៍ថាលយមែនអញ្ចឹងចង់មានកូនចិត្តចង់ទៅធ្វើការនៅចង់មានបទពិសោធន៍នៅការិយាល័យកណ្ដាល headquarter គេកាលហ្នឹងមាននៅ Swiss មាននៅ New York ហើយអត់ដែលនៅ Copenhagen ទេតមករយៈក្រោយមកបានគេមាននៅ Copenhagen គេមាននៅ Bonn អីចឹងណា Bonn មាន headquarter យ៉ាងអញ្ចឹងគេមាននៅអញ្ចឹងហើយក៏ចង់ទៅធ្វើដល់ពេលក្រោយមកពេលយើងនៅកាន់ HR យើង process យើងធ្វើ payment បើប្រាក់ខែបើកអីធ្វើអត្ថប្រយោជន៍ឲ្យបុគ្គលិកច្រើនហើយនៅក្នុងអង្គការសហជីវជាតិហ្នឹងគេមានប្រភេទកុងត្រាច្រើនផ្សេងគ្នាហើយពេលដែលយើងធ្វើយូរទៅឃើញគេ international ពួកបរទេសទៅធ្វើការនៅយើងអីអូលយណាគឺមីទៅនឹងលយមែនតើហើយទៅគេបាន benefit ច្រើនទៀតអត្ថប្រយោជន៍ច្រើនណាស្អីច្រើនណាអញ្ចឹងអូខ្ញុំចង់ថាជាបុគ្គលិកអន្តរជាតិដែរអញ្ចឹងយើងអាចទៅធ្វើការនៅស្រុកគេអីបានណាអញ្ចឹងក៏មានកូនចិត្តហើយពេលដែលខ្ញុំចេញពីអង្គការសហជីវជាតិហ្នឹងUNDP ហ្នឹងខ្ញុំទៅធ្វើការឲ្យ UN ដែរប៉ុន្តែ UN ផ្សេងជា secret trade ណាទៅហ្នឹងគឺសិទ្ធិបរទេសមានសិទ្ធិបរទេសច្រើនសិនតែ 80% ឯខ្មែរយើងតិចឯងព្រោះនៅសាលាក្តីខ្មែរក្រហមហ្នឹងគឺគេធ្វើការតេតូននឹងការកាត់ទោសប៉ុលពតអីហ្នឹងការចំណាក់ខ្មែរក្រហមណាអញ្ចឹងទៅដោយសារតែតេតូនទៅនឹងផ្នែកច្បាប់ផ្នែកអីអញ្ចឹងគឺគេមានខាងពួកបរទេសមកច្រើនហើយខ្ញុំ process case បរទេសច្រើនមែនទែនអញ្ចឹងធ្វើឲ្យខ្ញុំមានឃើញថាការងារនឹងវាបែបមិនអីបែបមិនចង់មានបទពិសោធន៍ចេញក្រៅប្រទេសដូចគេដែរអញ្ចឹងព្យាយាមដាក់ច្រើនណាដាក់ច្រើនមែនទែនតែអត់ដែលមានចប់អីមួយណាអូហើយបទពិសោធន៍យើងវាមិនតាន់គ្រប់យើងវាទៅប្រគល់ប្រជែងមួយគេច្រើនណាដើម្បីមកបាទហើយក៏មួយរយៈទៅមានអារម្មណ៍ដូចអស់សង្ឃឹមទៅតាមតែមិនកើតអត់ទេដាក់ស្ងាត់ជើងមកសន្ទុះមកគេប្រាប់ថាគេរើសបានហើយអញ្ចឹងទៅអស់កូនដាក់អីចឹងណាអញ្ចឹងវាបានសាំងពេកយកគេសម្រាប់មួយរយៈហើយវាចែកអត់អីយើងចង់មានពេលដក clear រកខ្លួនឯងទៅការយូរទៅមានអារម្មណ៍ថាមិនចឹងthis is what I want ជាអ្វីដែលខ្ញុំចង់បានមែនមិនក៏អញ្ចេះមិនក៏អញ្ចោះអញ្ចឹងក៏សម្រាប់ចិត្តថាសម្រាប់មួយរយៈដល់ពេលសម្រាប់មួយរយៈចឹងទៅចាប់ដើមរត់ខាងយើងចង់ធ្វើអីចូលចិត្តនេះមែនសារនេះសារនោះពីផុតទៅមិនថាអូតាមពិតជំនាញយើងនៅខាងនេះតាយើងធ្វើការគ្នាបានតាហើយមួយទៀតយើងត្រូវការចំណូលតែខ្ញុំមិនមែនជាអ្នក business ទេអញ្ចឹងទៅខ្ញុំអត់អាច convert ខ្លួនឯងទៅរកចំណូលតាមអ្វីដែលខ្លួនឯងចង់បានទេអញ្ចឹងទីផុតក៏សម្រាប់ចិត្តថាចូលធ្វើការវិញដល់ពេលក៏សម្រាប់ចិត្តចូលធ្វើការវិញក៏ចាប់ដើមរកការងារធ្វើចៃដន្យអីក៏គេនៅនេះគេរើសមក Copenhagen ហើយជា roster អញ្ចឹងយើងចូលមិនបានព្រាមទេណាអញ្ចឹង roster ខ្ញុំក៏បន្តដាក់ពាក្យទៅដាក់ពាក្យក៏វាជាតែចប់តរហូតអញ្ចឹងណាហើយគេថាអូនេះឯងចប់ហើយប៉ុន្តែនៅក្នុង roster 3ឆ្នាំមកយើងតែយើងនៅចាប់អារម្មណ៍ដែរអត់ទៅខ្មែរយើងណាក៏ចប់នៅ UNDP វិញអញ្ចឹងក៏ធ្វើបានមួយរយៈចិត្តកុំត្រាចិត្តដាក់នឹងគេប្រាប់ថាប៉ុននេះទៅនេះឯងចាប់អារម្មណ៍អត់មកទៅមែនអីដល់ពេលចប់មែនពេលខ្លះដូចអត់សង្ឃឹមដែរជាដាក់ណាប៉ុន្តែជាអ្វីសំខាន់ណា
របស់ខ្លះវាត្រូវកាត់ឡើងហើយអញ្ចឹងទៅព្រោះយើងមិនដឹងថាតើវាកាត់ឡើងពេលណាអីពេលណាទៅដល់ពេលវាคลิกចេញមកខ្លួនឯងហ្មង That's ជាអ្វីដែលខ្ញុំលើពីស្ថានភាពណាទោះបីយើងចង់ពេលណាមុនពេលមកដល់គឺកាត់ឡើងតែដល់ពេលវាត្រូវបាត់ខ្ញុំតែរំពឹងថាមិនបានមកនេះហងតែចែកដល់មក Copenhagen ណាទៅឆ្កយ ហើយមានអារម្មណ៍មិនដែរពេលបានទៅការងារហ្នឹង តែមិនទៅធ្លាក់ខ្លួនម្ដងទៅពេល motivation គឺសំខាន់ហ្នឹងគឺយើងចង់ធ្វើការនៅការិយាល័យកណ្ដាលមិនដែរការិយាល័យកណ្ដាលហ្នឹងវាមិនហើយ there is something wrong inside នៅក្នុងខ្លួនខ្ញុំណាដូចនៅមិនសុខជាចង់ទៅនេះចង់ទៅនោះដល់ពេលចែកដល់អីពេលបានឱកាសហ្នឹងហើយក៏ភាសាមួយគ្រូសាទៅមានអី explore ទៅព្រោះយើងថ្ងៃណាក៏កូនមានបទពិសោធន៍ទៅ expose ទៅក្រៅដែរអូខេតែបាក់អីជាងហ្នឹងទេអញ្ចឹង make it as a long holiday ណាអញ្ចឹងវាចូល stage មួយទៀតធ្វើយើងគិតថាពេលដែលយើងគិតពីជីវិតខាងពេកទៅខ្ញុំមានថាអូ plan ណាកម្រងចង់នេះចង់នោះចង់នេះចង់នោះឆ្ងាយទៅណាហើយទីបំផុតវាអត់បានដូចចិត្តមានតែ stress frustration ហើយដាក់សម្ពាធលើអ្នកជំនាញខ្លួនយើងច្រើនណាបាទពេលសិនថាអានពាក្យនេះកាត់ឡើងធ្វើគាត់ទៅវាជាខ្លួនឯងណាអូរឿងដែលកាត់ឡើងវាត្រូវវាទៅជួបអានឹងរៀនរស់នៅក្នុងពេលបច្ចុប្បន្នពេលរឿងនៅកាត់ឡើង make the best out of it enjoy it ចឹងដឹកមកនេះអញ្ចឹងវាមាន pro and con ច្រើនណាស់វាមិនស្រួលទេយើងដូរមកប្រទេសមួយថ្មីហើយប្រភេទការងារខ្ញុំហ្នឹងគេជាកំតការមួយឆ្នាំគេ review ម្ដងចឹងបើសិនជាគេអត់មាន budget គេលេខត្រូវការអីហើយយើងត្រឡប់ទៅស្រុកវិញអញ្ចឹងវា challenge ហើយយើងមានកូនមកជាមួយអញ្ចឹងអនាគតគេមកមួយយើងអញ្ចឹងមករៀននេះណាគាត់តែមិនដែរព្រោះយ៉ាងច្រើនឲ្យគាត់រៀនចាត់ទុកថាវាជា life education ដែលយើងអត់អាចរកបាននៅក្នុងថ្នាក់ឯងចឹងបើគាត់មកនេះគាត់រៀនមួយគេទៅគាត់ស្គាល់របស់អ្វីផ្លាយៗដែលយើងនៅពេញពេលយើងនៅខេត្តនឹងមកពេញអ្វីដែលយើងរៀននោះគឺខុសគ្នាច្រើនទេចាហើយអា real life ហ្នឹងណាបទពិសោធន៍ពីជីវិតផ្ទាល់ហ្នឹងណាតែគាត់ចាប់បានហើយគាត់នឹងរកស្វែងរកធ្វើ map ឲ្យខ្លួនឯងតែគាត់ចាំបានអីគេសុំសួរទៅក្រោយវិញតិចចាតែថាពេលបានលើដំណឹងថាបានការងារហ្នឹងមានអារម្មណ៍មិនដែរឬថាដូចជាវាសុខជា dream job ហើយពេលយើងបានទៅមានអារម្មណ៍មិនដែរហើយណា Yes ពេលដែលបាន claim ហ្នឹងអត់សូវរំភើបតែព្រោះអីមានករណីវាមានរឿងច្រើនដែលត្រូវកើតឡើងណាចាំទៅនឹងមិនដែរលុយប៉ុណ្ណឹងចាយគ្រប់អត់គ្រួសារយើងទៅមិនដែរកូនយើងទៅមិនដែរអញ្ចឹងវាគេថាអូសប្បាយមួយយ៉ាងដែរព្រោះយើងជាប់ខាង SPK គេតែវាមានរឿងដែលត្រូវដោះស្រាយជាមួយគ្នាអញ្ចឹងពេលហ្នឹងខ្ញុំថាអូយើង focus របស់យើងព្រោះទីមួយគឺយើងត្រូវធ្វើម៉េចឲ្យច្បាស់ថាយើងមកដល់នេះអាចរកបានហើយពេលដែលយើងចំណូលទៅខ្ញុំតែម្នាក់យើងនឹងថាពេលណាដែលគ្រួសារយើងអាចរកការងារបាននេះអញ្ចឹងបើសិនយើងមកដោយសារតែរំពឹងថាអូមកដល់ព្រមចាំគ្រួសារខ្ញុំរកការងារបានมันអាចរកបានសម្ពាធខ្លាំងទៅបបពិសោធន៍ខ្ញុំវិញតែបើច្បាស់ថាយើងអាចរកបានមកគ្រួសារនឹងហើយចាំសម្រាប់ចិត្តតែបើរំពឹងថានេះទេព្រោះរឿងខ្លះរឿងអត់កើតឡើងមិនដូចចិត្តយើងទេពេលគាត់មកដល់នេះគឺទីផ្សារការងារនៅនេះតឹងមែនទេបាទទៅដល់ត្រាំកាត់បាត់ចិត្តពី UN ច្រើនមែនទេអញ្ចឹងកុំថាថាអ្នករកការងារថ្មីសូម្បីតែអ្នកបុគ្គលិកពុំធ្វើការរងថ្ងៃគឺគេផ្លាច់កងត្រាច្រើនមែនទេអញ្ចឹងអាប៉ុកណាទូទៅដោយក៏មនុស្សដាក់ច្រើនមែនទេអញ្ចឹង challenge មែនទេភាសានឹងវាទូខ្លាំងហើយមកនេះអត់ចេះភាសាគេទៀតអញ្ចឹងការងារមួយចំនួនគឺ filter out គឺយើងអត់ចាប់ qualification របស់គេចឹង challenge ខ្លាំងចាឡើយមានអារម្មណ៍មិនដែរតែពេលដែលមករយៈក្រោយមកមានអារម្មណ៍ថា
ព្រោះពេលដែលមកដល់ជួបខ្ញុំស្រឡាញ់ក្រុមការងារខ្ញុំក្រុមការងារខ្ញុំ is so diverse ពេលខ្ញុំវាយជាមាន30នាក់ជាងហើយ Denny តែ2នាក់ក្រៅពីហ្នឹងគឺមកពីអាហ្វ្រិកមកពីអឺរ៉ុបមកពីអាស៊ីភើយើងតិចតែមានឥណ្ឌាច្រើនមានឥណ្ឌាមានហ្វីលីពីនច្រើនតែក្នុងក្រុមខ្ញុំអត់មានហ្វីលីពីនអញ្ចឹងមានថៃម្នាក់មានខ្មែរម្នាក់មានកូឡុំបៀមានស្ពេនមានប៉ូទុយហ្គាល់មានគឺមាន diverse មែនទែនហើយតែដល់ពេលខ្ញុំសួរបទពិសោធន៍គេទៅមានអូតម្រាំតែចាប់បានមួយមិនធម្មតា So you ខ្លាំងមែនទែន So you feel ចៃដល់នេះខ្ញុំសំណាងបានចូលពីគេ I'm so proud of myself Yeah ខ្ញុំគិតទៅដែរបានមកគេ Yeah ហើយអាចមក survive នៅប្រទេសដែលថ្លៃជាងគេនៅនេះណាក៏គេ complain ដែរ it's so expensive ចឹងមកដល់ភ្លាមមិនបាក់ទិញអីបាក់យើងអញ្ចឹងមើលទៅបើមើលដំណើរ plan ណាពីសំបីតែចង់ឡើងមករៀនពេញហ្នឹងក៏ពិបាករហូតដល់អាចធ្វើការរៀនចប់ធ្វើការនៅក្រុមហ៊ុនធំ like ខ្ញុំឃើញនៅក្រុមហ៊ុនBAT ហ្នឹងក៏ងាយបានជាប់ដែរបាក់ចូលហើយអ្នកចេញមួយក៏ខ្លាំងដែរហើយធ្វើការនៅ UN ក្រោយមកសម្រាប់ហើយ try business try your passion ហើយក្រោយមកទៀតបានធ្វើជាបុគ្គលិក UN នៅ headquarters មើលទៅ journey ពីបាត់ដំបងទៅដល់Denmark ហ្នឹងមិនធម្មតាទេអស្ចារ្យមែនអាចដែលសម័យអត់កាលពីក្មេងអត់ដែលសម័យថាបានមកធ្វើការនៅស្រុកគេទេព្រោះថាចង់ travel world តែពេលដែលយើងកាន់តែធ្វើការច្រើនបន្តិចទៅមានអារម្មណ៍ថាអូចង់ទៅធ្វើការនៅស្រុកគេតែតែយើងទៅធ្វើការហើយយើង enjoy នៅកន្លែងគេអញ្ចឹងណាគេដាក់ពាក្យមកច្រើនទៅគឺវាទៅសង្ឃឹមទេហើយដូចគឺការងារការហ្នឹងចំណូលបានប៉ុណ្្នឹងហ្នឹងមកគ្រួសារចាយមួយខែហ្នឹងអញ្ចឹងទៅដើរ tour the world អីដល់ការអញ្ចឹង somehow at the stage that I feel hopeless ទេមានអារម្មណ៍ថាមិនចប់dream ហ្នឹងមួយគិតរឿងហ្នឹងច្រើន stress ហើយអញ្ចឹងគិតអីផ្សេងឲ្យធ្វើបានអញ្ចឹងក៏ឈប់គិតពីរឿងហ្នឹងទៅពេលខ្លះពេលយើងឈប់គិតពេលខ្លះវាកើតមកដែរអញ្ចឹងពេលខ្លះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជឿលើច្បាប់ស្រុកទេហ្នឹងហើយយើងមកពីរចនានៅស្រុកខ្មែរយូរផ្លេចពាក្យហ្នឹងស្រុកខ្មែរគេពេញយកមកច្បាប់ស្រុកទៀតមកពីការនិយាយយូរខ្ញុំអត់ប្រើពាក្យ typical ហ្នឹងប៉ុន្តែខ្ញុំថាពេលដែលយើងមានក្តីសម័យពេលណាមួយគង់តែបានអញ្ចឹងមិនខ្ញុំចាំ slogan របស់ឯង never give up អូខេចុះបើយើងបើរចនាឆ្លងកាត់បទពិសោធន៍នឹងហើយមើលជួយ share experience មកចែកម្លែកបទពិសោធន៍មកថាបើឲ្យយោបល់ទៅរចនាក្មេងសិស្សរចនាមកពីខេត្តអញមិនទៅនោះដើម្បីachieve dream ប៉ុណ្ណឹងឬក៏អត់ dream របស់ពួកគាត់បាន from your experience បើសិនជាត្រឡប់ទៅវិញណាខ្ញុំគិតថាពេលដែលខ្ញុំ go through មក I put myself in a stress situation more ព្រោះថាយើងចង់បានអញ្ចឹងអាភាពចង់បានហ្នឹងធ្វើឲ្យមានសម្ពាធព្រោះអ្វីដែលចង់បាននិងអ្វីដែលមានហ្នឹងវានៅឆ្ងាយពីគ្នាពេកអញ្ចឹងទៅធ្វើឲ្យគឺធម្មតាទៅរួចប៉ុន្តែយើងគុំរួចមានណាដឹងបាទស្ថានភាពវាផ្សេងគ្នាពេលណាមួយវាអាចកើតឡើងវានឹងកើតឡើងបាទអញ្ចឹងពេលខ្លះខ្ញុំជឿលើថាជីវិតយើងវាមានហើយទីហើយដែលទៅណាពេលណាកន្លែងណាជួបអ្នកណាអញ្ចឹងរឿងមួយដែលកើតឡើងមានចែកដល់ហើយនឹងជាជំនឿរបស់ខ្ញុំណាបាទវាមានចែកដល់នេះដូចចែកដល់ខ្ញុំជួបគេនិយាយថាចែកដល់យើងស្គាល់គ្នាតែយើងចែកដល់នេះតែតាមពិតដំណើរនឹងយើងនឹងធ្វើអីខ្លះឲ្យបានមកជួបគ្នាក្នុងស្ថានភាពនេះមានរឿងនឹងកើតឡើងធ្វើឲ្យយើងឆ្លងទៅដល់ណាអញ្ចឹងនេះជាខ្ញុំគិតថានេះជាស្ថានភាពមួយដែលធ្វើឲ្យខ្ញុំឥឡូវនេះរស់នៅខ្ញុំរៀនប្រើរស់នៅក្នុងពេលបច្ចុប្បន្នហ្នឹងច្រើនពេលយើងគិតថាអូខ្ញុំភ័យខ្ញុំឆ្នាំក្រោយកូនត្រាខ្ញុំតអត់ទេតែភ័យអញ្ចឹង
nhưng nhóm lên ban enjoy a life moment là nhóm cũng thầm miệng này and it will wait who knows next year it may be extended it may not be extended contract ai to contract ai ở chấp nhận được bữa sinh chỉ to lên tiếp tới bữa sinh chỉ to cái đọc tới bên tới nhưng hãy nó cơ chắc trong thơ ấy đời xa bên rừng cạn lá thời nhật chưa thao ok rừng nó bia cạn lá hái tụi bây giờ trong rừng mình trong không bị con được cạn lá này chứ thử ta bài sẵn khán cứ nhâm liên môi ta bị bà sẵn lá cái ta dân miên cái đây sẵn mãi dân miên cùng rộng khỏi trường ta dân mình mình miên attachment mình miên cả chọc trong việc cho mũi nữa là nứng bài thay dân trong ba là nứng mình chân dân khi dân thơ đầm mơ cứ thật tao vậy dân thơ đâu ngày những việc anh nói dân tự đọc lại nứng cho bữa dân non tận đòi bán là ôi bữa nói bán thế nhưng mơ thật thơ em xét là mấy ai tận đòi nứng cái chân thao dân khôi chân không kê không ai pro viêm bạn tận đó nâng nên kiểu vậy để nhầm riêng thì chỉ vật để nhầm cho cả nào ai là vậy dòng khăn tư thơ ca nghĩ ấy cả đời về đỡ thà ta vì chia thần lẫn thôi dương chia vậy cho chân khang dương bậc cai rồi dương mình bậc cái ta biết rằng là chờ thơ ca nghĩ nâng hơi á all out mà ta bây giờ lại giật vô nâng hát ấy khi với mày trong ca thơ riêng nâng chân chứ ở sao sẽ ra gì tại bây giờ sketcher công nhiều bây giờ sketcher nhưng mà làm tha vì mình rương chả này luôn điện phạt tha anh đang miễn khoa này nhỉ chân về để dân thật thơ dân ai đang chụp một sạc chả hay dân ai thơ ở dân nữa chụp cái là sao đào ngon luôn ai để tôi luôn ai thật rồi thưa bán ta tâm phát area nó về miễn khoa dân tại bữa giờ dân khơi dân hay dân mà làm thật chóng nhưng mà ta những sáng tính dân cho chuyện biển đây để ai thưa bị lỗ mình dân chọn đơn dân chọn xả hay giúp mình chơi tận ó này càng nghĩ cái tư riêng này hay bữa riêng cùng chơi này tại là phải giảm khác dân chọn thưa bị hỏi tầm đạt giống bữa giờ nhập đặt đến nè ok pay ba là nè cô tờ bàn tay tìm phô tới việc mình phải giỏi thì tại bữa giờ dân mở đầu rồi ngày với dân thưa đừng háo dân thưa mấy giờ ban ở vòng vượt chắc dân từ rồi nè thưa mấy anh bằngการchuẩn bị nhân ban hay VDP dân thưa nó nên thưa dân sẽ bật phải chất ốc trong cao process thưa nó đâu có ok interesting chắc ta mới là stress phốt luôn ai đâu difficult situation vậy thì dân trong bán nó copy vậy để capet stress rán hay một tiết từ giờ lại là về thà ở lúc nó bay cho bọn rồi tràn bên này thà plan đây cái đấy bên đấy và enjoy a moment đó nghe chỉ vật được và bên đấy đâu càng khỏi nắng có đây này về để thà go all out được thời để chắc thời để ai thôi tập bán nếu như chỉ cần lựa môi để dùng cách thà tắm pet đây nè go follow the flow man bên đấy về là cà máu ready nào đi đây là đã chọn đón thế đã chọn đón thế cái đó đây là sự gì khỏi má cái let go bên tay về để mau mà đón tiết á mình mau thấy giờ ready giờ khăn kỳ rồi dương thì đây là bờ khơi để còn biết sự bệnh thông á hầu tập răng ở là tập hiệp hay hồi mình tiết enjoy tụi bạn thơ ấy bạn bên á do bên nặng tay cũng phải là thơ ấy bạn bên á nó mình thôi mà để phô việc cộtไปchơi nhỉ. Yeah, interesting. Dạ, tôi khá liên lịch thà vậy để dân thứ được nhông màu liền chứ bữa sinh gì nhưng mà mình sao vì cả lọn màu buồn ở Nam năng tế có ít cái việc khởi hay mua tiết đó là phải để nhận đã nhưng mà ta là cái vô dễ rồi nhông break nhông chọc thư cá gần tới chật buôn năm chật năm á chẳng tôi dân tập lọt cho từ không thuộc càng nghe nên vĩnh priority bao giờ nó ở đôi kia nè cùng thừa càng nghe nên nữa nè chẳng priority dân tích chẳng hai bạn bữa giờ nhầm kiểu ảo hốt tháo thôi dân và cô bán đi xong bây giờ khơi vacation nó ở cả càng nghe nó cái gì đã không chót bắt này bây giờ mình chạm đào khoảng nào nhất không vậy để thợ ở nhật cực kỳ rồi anh ha xạ thứ viêm đấy kha đây thì
Bây giờ trong đứng xa mới từ tờ dân ọt với bây giờ đắt dân ai bán dân ai ọt tại Yeah. vì dân ọt đắt cứ ọt một Yep. hay mình ọt lời ấy rồi xả nè Tôi muốn nói nhóm đáp bông vậy mùi lúc cũ nhung chắp ở rộng trơn mình tên bóng hay nhung miên sửa lúa mùi trong sụ bông thằng lệnh Việt Nam how we can turn ourselves to be an international person to work with international people. Ủa bây giờ nhóm đáp cho nên đại bông vậy đẹp quan chú ý bây giờ bông miên trong càng như đại vô sẽ chẳng tới ta bê bông thơ mít đăng bây giờ đẹp thơ càng một cuộc hoạt ở những phiêu như xua rồi bông. That's a great question. That's really great question. Cònសម្រាប់ខ្ញុំគិតថាអ្វីដែលជាគន្លឹះដែលធ្វើឲ្យខ្ញុំអាចធ្វើការមួយពួកគាត់បានទី1គឺ respect ពីព្រោះមនុស្សយើងអ្នកណាក៏ចង់ឲ្យគេឃើញថាយើងល្អអ្នកណាក៏ចង់បានចំណាប់អារម្មណ៍ដែរ positive attention គឺសម្រាប់ខ្ញុំI don't know មិនមែនទេប៉ុន្តែសម្រាប់ខ្ញុំពេលដែលខ្ញុំជួបអ្នកណាម្នាក់ខ្ញុំឃើញអ្វីដែលគេអស់តាមនឹងច្រើនហើយធម្មតាពេលយើងនិយាយមួយមនុស្សដែលគេខ្ញុំគេ feel ថាគេមានអារម្មណ៍ថាអ្នកដែលខ្ញុំពងនិយាយជាមួយនឹងឃើញតម្លៃរបស់ខ្ញុំទីមួយគឺគោរពគេជាគេហើយខ្ញុំព្យាយាមឃើញអ្វីដែលគេអស្ចារ្យហ្នឹងចំណុចល្អរបស់គេហ្នឹងជាជាងឃើញអ្វីដែលគេធ្វើខុសអ្នកណាក៏មានចំណុចអត់ល្អដែរសូម្បីតែខ្ញុំក៏មានចំណុចអត់ល្អជាច្រើនដែរតែនៅពេលដែលពេលមានការប្រតិសាទរបស់ពេលហ្នឹងគេអត់ធ្វើអីយើងផងយើងទៅឆ្កឹះឆ្កៀលគេមានណាគេចង់ធ្វើយើងអញ្ចឹង respect ហើយនឹងឃើញអ្វីដែលគេល្អហ្នឹងជាចំណុចដែលខ្ញុំតែងតែមានពេលខ្ញុំធ្វើការមេណាក៏ដោយជួយអ្នកណាក៏ដោយហើយពេលខ្លះខ្ញុំចង់ឆ្ងល់ខ្លួនឯងវិញថាជួនកាលខ្ញុំឃើញគេចេះឃើញគេល្អចេះចង់សរសើរគេតែគេទទួលយកបាននេះហើយគេអត់ដែលជួបអ្នកដែលសរសើរគេពេលជួបអ្នកដែលសរសើរគេមានបទពិសោធន៍អត់ល្អតែវានឹងចង់បានអីពីឯងបញ្ចូលឯងអីអញ្ចឹងណាអញ្ចឹងតើយើងមើលទៅថាអ្នកនឹងយើងគួរធ្វើអីជាមួយហើយគឺព្យាយាមសង្កេតថាពេលនេះបាច់មកពីព្រោះមកដល់នេះគឺអ្វីថ្មីសម្រាប់ខ្ញុំថ្មីទាំងអស់em đếnគ្រប់យ៉ាងសិតតែថ្មីសូម្បីតែជាតែភ្លើងក៏ខ្ញុំវិញជីឡានក្រុងក៏ខ្ញុំវិញឡើងខំឡានក្រុងឡានខំតែភ្លើងតែវាមិនដែលខំរហូតទេវាគង់តែត្រូវទេវាថ្មីទៅដំបូងឯងតែលើកទី2វាលេខថ្មីអញ្ចឹងនឹងជាអ្វីដែលខ្ញុំតែសម្រាប់ខ្លួនឯងហើយវិញខ្ញុំគាត់ថាចូលមកជាណាឯងពេលដូរធំអត់ដែរស្គាល់អឺរ៉ុបផងមិនដែរទៅអឺរ៉ុបផងហ៊ានទៅធ្វើការនៅអឺរ៉ុបហ្នឹងហើយអស្ចារ្យមែនតែរចនាគិតមកមើលហើយណែគិតមកមើលតាំងពីជំនាន់ I think រចនា be confident តាំងពីជំនាន់នៅ UN because បើយើងរចនាសម័យទៅក្រោយវិញខ្ញុំឃើញក្មេងៗយុវជនយើងឲ្យតែឃើញបរទេសគាត់ជប់គាត់ចាត់ទុកថា idol ហ្នឹងអញ្ចឹងដើម្បីឲ្យ idol មកជា college មកពី idol យើង respect គេមែនតើប៉ុន្តែពេលយើង respect គេទៅយើងបាត់តែខ្លួនឯងបាត់ creativity អញ្ចឹងយើងគោរពគេយើងឲ្យតម្លៃគេមែនប៉ុន្តែធ្វើម៉េចឲ្យយើងលើកខ្លួនឯងឲ្យស្មើគេព្រោះយើងជា college យើងជាមិត្តរួមការងារមិនមែន idol ទៀតទេព្រោះ idol ចេះមែនអត់តែបើយើង college យើងអាចភាសាគ្នាបានតែបងនៅចំណុចហ្នឹងមកធ្វើឲ្យខ្ញុំចាប់អារម្មណ៍ចាyour point is very important ព្រោះខ្ញុំចាប់ដើមធ្វើការងារដំបូងជាមួយនឹងជនជាតិបារាំងកាលនោះគាត់បើគាត់ទៅជួយស្រុកខ្មែរគាត់បើគេហៅ CIST Center of Information System Training ជួយក្មេងៗដែលគាត់ចង់រៀន IT ប៉ុន្តែគាត់អត់មានលុយទៅរៀនទេអញ្ចឹងភាគច្រើនគាត់បង្កើតសាលានេះមកជាអង្គការហើយខ្ញុំធ្វើការមួយបារាំងតមកទៀតមេវិញខ្ញុំគឺខ្មែរប៉ុន្តែគាត់មកធំនៅបារាំងអញ្ចឹងហើយមាន college មួយចំនួនអ្នក researcher អីគឺសិតតែបារាំងអញ្ចឹងទៅខ្ញុំធ្វើការមួយគាត់មួយឆ្នាំជាងគឺខ្ញុំចាប់ដើម associate ខ្លួនឯងជាមួយបរទេសហើយពេលធ្វើការមួយទៅគេរកថាមនុស្សតែគ្នាបាទគាត់ថាគេមានឱកាសជាងយើងគេបានជួបអីច្រើនជាងយើងធ្វើឲ្យ
អ្វីដែលគេមើលឃើញហ្នឹងវាធំជាងយើងហើយរបស់ដែលគេធ្វើហ្នឹងវាច្រើនគេធ្វើត្រូវជាងយើងដោយសារគេធ្លាប់ជួបអីហ្នឹងយើងអាចអាចជួបផងអញ្ចឹងគ្រាន់តែមកដល់ស្រុកគេឃើញតែអាគាររបស់គេហ្នឹងគឺយើងរន្ធត់ណាតែគេរួមនឹងអាគារហ្នឹងចឹងណាដូចយើងចឹងឃើញ Eon 3 Eon 2យើងឃើញអស្ចារ្យតែឲ្យគ្នាមកពីខេត្តដែលឃើញហ្នឹងអស្ចារ្យខ្លាំងណាស់ពេលយើងនៅរងថ្ងៃទៅធម្មតាហ្នឹង យ៉ា ហើយពេលខ្ញុំទៅធ្វើការមួយទៀតខ្ញុំធ្វើការជាមួយបរទេសទៀតខ្ញុំធ្វើការមួយសិង្ហបុរីខ្ញុំធ្វើការមួយម៉ាឡេខ្ញុំធ្វើការមួយប៉ាគីស្ថានមកពីអាហ្គានីស្ថានពេលច្រើនណាស់អញ្ចឹងពេលខ្ញុំសិតតែភាគច្រើនបរទេសហើយខ្ញុំធ្វើការជាមួយសិតតែខ្ញុំ report ទៅ GM ព្រោះការនេះមេ HR គាត់បងនឹង vacant បងនឹងអត់មានទេអញ្ចឹង HR ទាំងអស់ទៅ report ទៅ GM អញ្ចឹងខ្ញុំធ្វើការដំបូង my first my second job ការងារទី2នៅ DT ហ្នឹងគឺខ្ញុំ report ទៅ GM អញ្ចឹងធ្វើការមួយរឿងធ្វើការមួយ GM ហើយយើងជាបុគ្គលិកថ្មីធ្វើការជាមួយមេធំជាងគេហ្មងណាប៉ុន្តែពេលធ្វើការមួយគាត់ទៅមានអីអត់តែយើងដឹងការងាររបស់យើងគាត់ដឹងថាយើងនៅក្មេងយើងអត់ទាន់ចេះអីប៉ុន្តែយើងចង់រៀនបាទថានឹងជាគន្លឹះដែលខ្ញុំអាចតែចេះតែទៅរហូតណាខ្ញុំចង់រៀនខ្ញុំអត់ចេះខ្ញុំស្រួលខ្ញុំអត់ចេះខ្ញុំមានចំនួនខ្ញុំស្រួលខ្ញុំអត់ខ្លាចចឹងធ្វើឲ្យខ្ញុំហ៊ានធ្វើការជាមួយគាត់ហើយពេលចូលដល់ UNDP ខ្ញុំធ្វើការមួយគាត់ម៉ាឡេមេធំអាមេរិកលុយសម្បួរហើយខ្មែរយើងធ្វើការនេះប៉ុន្តែពេលមានការងារអីគេចាំខ្ញុំមកដល់ UN ខ្ញុំធ្វើការពេលការងារខ្លះខ្ញុំ engage ជាមួយសិតតា country director ជាមួយនឹង restaurant ហ្នឹងគឺគាត់ធំជាងគេនៅស្រុកខ្មែរណាតែពេលមាន project ហ្នឹងថ្មីអញ្ចឹងទៅមេខ្ញុំដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍មកពីPAT អញ្ចឹងគាត់ចង់បង្កើត program ហ្នឹងនៅក្នុង UNDP តែអញ្ចឹងខ្ញុំក៏កាន់ program ហ្នឹងពេលកាន់ program ហ្នឹងហើយ program ហ្នឹងជា program ដែលបង្កើតឡើងគំនិតរបស់គាត់ហ្នឹងគឺ country office country director គាត់ដែលបង្កើតអញ្ចឹងខ្ញុំត្រូវ engage ជាមួយពួកគាត់ច្រើនធ្វើការមួយពួកគាត់ច្រើនហ្នឹងដល់ពេលយូរទៅគេរត់ថាសាំមានអីមិនដឹងដូចតែគ្នាហ្នឹងហើយគាត់ក៏ចង់ដឹងថាយើងការងារយើងបែបមិនចិត្តធ្វើបែបនេះត្រូវការគាត់អីគេសួរគាត់បើយើងអត់ចេះយ៉ាខ្ញុំឃើញរចនានិយាយសម្លើយឡើងផុយស៊ីផុយប៉ុន្តែត្រឡប់ថយក្រោយវិញមិនធម្មតាទេវាមើលច្រើននេះហ្នឹងគ្នា like យើងអត់មាន confidence អញ្ចឹងយើងឃើញបរទេសម្ដងភ័យមកដៃជើងថាមែនអត់គេហើយបរទេសហ្នឹងចាំមានសំណាងល្អខ្ញុំជួបអ្នកដែលធ្វើការជាមួយហ្នឹងអត់សូវអត់មានជាអ្នកដែលមើលងាយយើងតែគាត់ចង់ឲ្យយើងអភិវឌ្ឍតែបរទេសខ្លះកាត់ហៅទេមានបរទេសទៅល្អទេហើយការយើងនៅស្ទូនៅដល់អូបរទេសអស្ចារ្យណាស់មកដល់គេពេលធ្វើការខ្ញុំសុំថា intern ក៏ពួកមន្ត្រីគោរពដែរឯងវិញសិតតែ project manager ទៅដល់ពេលយើងមានអា concept ហ្នឹង Yeah that's a good question a good answer មួយទៀតខ្ញុំមើលតាំងរបៀបខ្លះទៅជាមនុស្សលំដាប់អន្តរជាតិអាចដោយពួកគេបានហើយមួយទៀតរចនាមានសុបិនហើយនឹងអាចឈាវទៅធ្វើការងារក្នុង high level exposure ខ្ញុំគិតថាជួបហើយណារៀបរាប់មកខ្ញុំធ្វើការជួបបរទេសហើយជួបហើយឃើញ benefit ទៀតអាហ្នឹងជួយចិត្តពេលឃើញគេបាន benefit ច្រើនតែយើងមិនចំណាយទេប៉ុន្តែយើងថា I can do that you know and then ធ្វើឲ្យរចនាជា pursue ទៅអីមួយខ្ញុំគិតថា exposure ហ្នឹងក៏ជួយដែរតាមបទពិសោធន៍ខ្ញុំឯងស្ដាប់រចនានិយាយទៅពេលយើង expose ទៅមនុស្សអស្ចារ្យហ្នឹងយើងចង់ទៅអស្ចារ្យដែរយើង expose ទៅមនុស្សដែលមានសុបិនធំយើងចង់ទៅសុបិនធំដែរអញ្ចឹងសំចៃរចនាចឹងចំណុចនេះខ្ញុំចង់ឲ្យឧទាហរណ៍មួយនៅក្នុងពេលខ្ញុំធ្វើការនៅជាមួយសាលាក្ដីខ្មែរក្រហមគឺភាគច្រើនគេមានផ្នែក UN និងផ្នែកខ្មែរហើយខ្ញុំទៅធ្វើនោះខ្ញុំធ្វើផ្នែក UN ហើយផ្នែក UN គឺបុគ្គលិកភាគច្រើនជាបរទេសសូម្បីតែខ្ញុំទៅដល់គេរើសបងខ្ញុំនឹងឲ្យធ្វើការជាមួយនឹងបុគ្គលិកខ្មែរទេប៉ុន្តែពេលដែលខ្ញុំទៅធ្វើការទៅសំខាន់គេដាក់ការងារអីមកខ្ញុំធ្វើការរៀនគេមាន rule គេមាន policy របស់គេរៀនពី policy ហ្នឹងហើយមានយើងឆ្ងល់អីគេមានអ្នកដែលអាចផ្ដល់ចម្លើយឲ្យយើងបានយើងអាចសួរគេបានគេហៅ advisor អញ្ចឹងពេលមានខេតមួយយើងរៀនដល់ពេលរៀនយូរទៅស្រាប់ថាខ្ញុំត្រូវការកងបរទេសអញ្ចឹងពួកប
បុគ្គលិកអន្តរជាតិទាំងអស់ហ្នឹងគឺខ្ញុំអ្នកកាន់ process entitlement របស់គាត់ recruitment របស់គាត់អីទាំងអស់អញ្ចឹងមកហូបសិតទៅនឹង HR life cycle ហ្នឹងមក process របស់គេហ្នឹងគឺខ្ញុំធ្វើហ្នឹងដល់ពេលខ្ញុំធ្វើសោះតែកាលនោះគេមានពួកបរទេស FF5 ជា field service ណាហើយនឹងការងារខ្ញុំធ្វើការងារដូចគ្នាហើយខ្ញុំធ្វើការងារហ្នឹងការងារមួយចំនួន office base ហ្នឹងគឺមានលើសពីហ្នឹងទៀតបានន័យថាខ្ញុំធ្វើ reporting ខ្ញុំទៅ report ទៅពេលមេហ្នឹងខ្ញុំអ្នកកាន់ statistic មួយចំនួនអញ្ចឹងណាតែពួកគាត់ធ្វើតែរឿង HR ហើយប្រាក់ខែខុសគ្នាមិនដែរហើយចុះតែការងារដូចគ្នានឹងការងារខ្ញុំច្រើនជាងការងារគាត់ផងហើយអីក៏អញ្ចឹងតែអ្វីដែលសំខាន់អ្វីដែលយើងខ្វះយើងអត់ចេះនិយាយចាចេះធ្វើ presentation ទេយើងអត់ចេះធ្វើ report ទេតែយើងបកកាយទៅការងារចឹងខ្ញុំគិតថាអាហ្នឹងជាចន្លោះប្រហោងដែលយើងខ្វះច្រើនជាងគេអ្នកធ្វើការមេបរទេសសំភារច្រើនដែលខ្ញុំជួបគេធ្វើការ functional របស់គេធ្វើប៉ុន្តែគេចេះលក់គេចេះលក់អ្វីដែលគេធ្វើហើយគេចេះ network ជាមួយនឹងអ្នកផ្សេងច្រើនអញ្ចឹងធ្វើឲ្យគេ visibility របស់គេហ្នឹងគឺច្រើនហើយយើងធ្វើការនៅតែក្នុងបន្ទប់ទេគ្មានណាគេដឹងការងារយើងទេបាទព្រោះយើងអត់ចេះយកពេលគេមានពេលធ្វើការគេមានពេលគេហៅpartnership engagement អញ្ចឹងគេស្គាល់មនុស្សច្រើនគេ expose ខ្លួនគេច្រើននៅឯធ្វើការតែភាគច្រើនយើងអត់សូវចេះសូម្បីតែខ្ញុំមកដល់ឥឡូវហ្នឹងគឺខ្ញុំកំពុងតែរៀនដែរខ្ញុំអត់បកកាយខាងតែឥឡូវឃើញរចនា say yes to the show មិនធម្មតាទេសើចិត្តទៅរចនារៀនចេះហើយ Yeah because I agree with you ដូចយើងនិយាយយើងធ្វើប៉ុន្តែយើងអត់និយាយតែបើខ្ញុំព្យាយាមនិយាយសូម្បីខ្ញុំអត់ comfortable មិនក៏ដោយខ្ញុំព្យាយាមនិយាយអ្វីដែលយើងធ្វើ market អ្វីដែលយើងធ្វើឲ្យវា balance between technical skill របស់យើងនិង marketing ហើយមួយទៀតខ្ញុំគិតថាក្រៅពី exposure រចនាមាន confidence ខ្ញុំធ្លាប់ទៅការមើលរចនាមួយរយៈឲ្យតែណាខ្ញុំអត់មាន confidence ដែរខ្ញុំហៅរចនាទៅ so you are very confident you know ទៅជួបអ្នកណាក៏បានដែរឲ្យថារចនាថាដឹងកន្លែងហ្នឹងតែអាចទៅបានតើវិញ to me somehow I feel scared to meet like people ខ្ញុំពួកនិយាយអញ្ចឹងអរគុណមកចំណុចហ្នឹងក៏ប៉ុន្តែខ្ញុំគិតថាតែមានអីក្នុងខ្លួនខ្ញុំឯងថាបើសិនខ្ញុំជួបការងារហ្នឹងហើយខ្ញុំត្រូវធ្វើការងារអញ្ចឹងមកខ្ញុំនិយាយលើមុនហ្នឹងថាពួកខ្ញុំសម្រាប់ចិត្តថាយកហ្នឹងហើយ I have to do it yeah ហើយតែពេលដែលធ្វើវាហើយខ្ញុំអត់ចិត្តទុកឲ្យគេព្រោះអា stress នៅថាការរបស់វាកើតឡើង pending បាទដូចនៅនេះអញ្ចឹងគេចាប់ផ្ដើមឲ្យខ្ញុំគេមានគេធ្វើ webinar មួយជាមួយនឹង country office ផ្សេងព្រោះពួកខ្ញុំនៅខ្ញុំ process case recruitment ពីប្រទេសផ្សេងអញ្ចឹងណាអញ្ចឹងគេធ្វើ session មួយឲ្យ Q&A ឲ្យអ្នកដែលនៅ country office ហ្នឹងជួបមួយពួកយើងដើម្បីថាមានចំណុចអីគេខ្លះហើយយើង update process របស់យើងអីបែបម៉េចអញ្ចឹងគេឲ្យយើងបើតែគ្នាថាមកក្រុមហ្នឹងអ្នកណាទេស្ម័គ្រចិត្តគង់តែធ្វើឯងគាត់ថាអ្នកណាមុនហើយឬគង់តែធ្វើណាអត់ទេខ្ញុំទៅមុនខ្ញុំអត់ដែរធ្វើ presentation ជាមួយអ្នកបើតែច្រើនហើយយើងតំណាង headquarter ពេលយើងនិយាយ pressure នោះវាខ្លាំងក៏ប៉ុន្តែគង់តែធ្វើហើយអញ្ចឹងហេតុអីក៏ខ្ញុំត្រូវចាំព្រោះសិនជាខ្ញុំធ្វើឥឡូវខ្ញុំក៏ stress ដែរអញ្ចឹងមួយឆ្នាំទៀតខ្ញុំអាចធ្វើម្ដងទៀតអញ្ចឹងអារម្មណ៍ថាខ្ញុំអត់ចង់ទៅយូរ stress ហ្នឹងតែព្រោះខ្ញុំធ្វើឲ្យខ្ញុំត្រូវធ្វើខ្ញុំត្រូវធ្វើមុនគេចាបើខ្ញុំត្រូវយកធ្វើខ្ញុំត្រូវធ្វើចាអញ្ចឹងហើយជាអាហ្នឹងជាអ្វីដែលចិត្តរត់ខ្ញុំអត់ឲ្យស្ងៀមណាហើយតពីវគ្គមុនបន្តិចខ្ញុំលើកថាយើងអាចដាក់បានធ្វើបានមានតែខ្ញុំម្នាក់ឯងទេមនុស្សដែលយើងស្គាល់សំខាន់មែនទេអញ្ចឹងបានថាព្រោះពេលយើងដាក់ពាក្យការងារណាមួយគឺគេធ្វើ reference check ហើយបើសិនជា reference check យើងអត់ល្អអ្នកឯងបកកាយបែបនេះក៏អត់ចូលកើតដែរព្រោះអីគេយកអ្នកឯងមកធ្វើការមួយមនុស្សអញ្ចឹងបើសិនជាយើងអាចមានតំណែងល្អមួយមនុស្សទេធ្វើការឯកាអញ្ចឹងហើយបានពេលយើងធ្វើការងារមួយដែលខ្ញុំធ្វើថាបើធ្វើឲ្យអស់
chứ nó càng nghe mùi để nhầm thôi bởi nhầm ở bên chết bởi nhầm vô hết nhầm thử là thử hay nhầm thử tay từ tôi khó tới lời càng nghe để kỳ đạo nhầm thử chứ bây giờ thử chân tất mấy hồi nhắm rồi rồi đi đi dạo không có phân lời rất là khoa hồi gì chứ bây giờ thử càng nghe là performance rất có lỡ giờ thử càng nghe xuống bắt có xuống thử càng mỗi giờ anh chân tất hiện ra cái chậm mà chứ bạn ok vậy thì tình trạng tình nộ chỉ buổi mê chỉ buổi để thơ ca nghe buổi dân á tình trạng những phần cụ có miền đã tập vỡ luôn ca và chọn kia đi ở gì bạn ok any more question Yeah, nhómមាន question មួយទៀតបង question ទី1 free question ទី2គិតលុយ tại những slide đây từ luôn anh nhận đấy Yeah បងខ្ញុំទទួលបានទាំងអស់បងហើយ Yeah គឺជា answer ដែលខ្ញុំចង់បានបងហើយខ្ញុំចង់សំណួរមួយទៀតខ្ញុំចង់សួរថាបើសិនជាខ្ញុំចង់ prepare ខ្លួនឯងទៅធ្វើការនៅ like work abroad អញ្ចឹងតើអីគេខ្លះដែលខ្ញុំគួរតែរៀបចំខ្លួនឯងឲ្យបានល្អអូខេ qua là đó mình dùng rô chăm ngày này ở đấy ta thưa cả bây giờ này bạn càng nghe được bọn tây phim á xong chui đo cùng với những ngày nhập còn anh nhầm cực hay nhầm chưa thảo lại được nghe nào cả à vậy đây sầm khăn nhưng cũng thảo đấy sầm khăn vợ trẻ ông đấy thế việc đặt spin mỏ rồi giờ lại ta về xa khai là ra được tiền dân bán bữa kia lên nghĩ là vậy việc cái nhưng công hơi nhôm đấy cái lên máu trong chụp ảnh cái mình six language như ảnh mình phía xa có mũi để dụ ảnh những cái lệ khả nải miền Parang miền miền Spanish miền chân miền Anglais miền miền có mũi ở đây nhầm xong vào buồn nên dân nhầm phải bạn bạn để cái châu mà không nhớ mất để khác cái châu đó rồi cái speak Spanish để khác cái chỗ pro cái trên thì sao vậy để khác cái chỗ pro ở cái trên thì sao rồi pro dân sơ từ tập tây từng on nấc lên tập tây lên vậy thì sao phải còn vậy thì sao ông lấy tây chứ mà hai tới dân trên thì sao ông lấy chỉ vì sao mua này không chứ bữa sau dân không ai biết nên thì cho bây giờ chứ ông lấy đấy cứ chọn giờ bọn mình chọn được anh thế này chân sầm khánh cái dân tới chơi ông lấy ok tốt tiếp tao mà thiết nhưng không phải đánh lừa này rồi ấy vậy đây sầm khánh những cái thay ấy rồi mình được dân thơ bán này dân trai nè nát cái trai tờ riêng này mà tao cam như thế mấy sao mấy thằng nhóm miền bao bị sao đúng không mà tao mà đó cam như thế mấy cái miền percent cái miền policy ấy mấy được à chất tư liền số sân mặt đặc biệt được cả liền học chất được cả liền hai liên nước miền đặc biệt cái đại tao bây giờ ở trên cái dân khi từ xuống kịp ai phải cho thì dân khai trên kế xong chừng gặp đừng là ai khai cây khai dân on cây khai dân khai cây pe cái thời dân ở hiện xuôi về hiện xuôi dân thua từ ở chỗ đó là tập hóa ăn không vì là tập hóa không cái mình đang thay dân trên đây mình chế này cây khai dân tự cả nhận bạn chứ là nặng nhất xua nhưng mà chết xua bữa nay anh sợ nhóc sao tầm đâu nên thì nhưng mà anh sợ nhóc đi đâu bạn ok prepare tiết vì Anglais mỗi build confidence mỗi hay build confidence nó đâu nó miền số sum nổ bầm dễ anh ấy very challenging networking right như đây dừng thức ca cho mũi cộng ảnh thức đấy người muốn rương ra nhóm trai đầm đầy rương môi ra cái tay rương nắng rương chén á cái gì cái nhẹ lên mấy tay mà nhẹ lên vậy cho mọi người ra cái đó nó bị ra sự cái cây sọt đấy mình chứ đấy cái cây xạ đập cây xạ ở cái kho cái như thế này trẻ giống miên loại bò lên mưa vậy á trong cho anh ấy vừa xin chị rồi có thay cả áo rồi cái thay lôi nó bữa giờ nhưng mà áo này ấy có những trai nữa là họ phải giáo cùng online đây chứ bữa những áo này ai thích thì con cái đôi chị là họ phải giáo chứ mọi nhập con
ងតចាយវាកុំតអស់ដែរនឹងយើងឲ្យអ្នកឯងទៅអត់ប្រយោជន៍ឬថាវាក្រាន់បើជាងអត់ប្រយោជន៍ទេណាហើយគេថាចុះពេលគេនិយាយចិត្តហើយអ្នកនឹងចង់ទទួលឬអត់ព្រោះថាពេលថាញ៉ាំអត់បើអត់ញ៉ាំទៅញ៉ាំបោះចោលគាត់នឹងនិយាយបើយើងកុំតឲ្យគេដើម្បីអីចឹងអ្នកខ្លះចេតនាគាត់ល្អហូបទៅក៏ប៉ុន្តែរបៀបដែលគាត់និយាយណាធ្វើឲ្យគេមានអារម្មណ៍ថាI see ចឹងគឺអ្នកតំណងនឹងសំខាន់ណាស់សម្រាប់ខ្ញុំហើយតែពេលយើងមានតំណងហើយស្រួលធ្វើការបាទព្រោះអ្នកណាក៏គេចង់មានពួកម៉ាក់ដែរគេអត់ចង់មានសត្រូវទេតែធ្វើមិនគេមិនអាចធ្វើពួកម៉ាក់មួយយើងបានមកចិត្តយើងមានកដៅពេកមកចិត្តយើងប៉ាលៀចាំបើគេថាស្រុកខ្មែរតប៉ែតែសបាយហ្នឹងខ្ញុំគិតមិនទៅពួកអីអាហ្នឹងសំណួរមិញគេថា prepare to study abroad ប៉ុន្តែគេថាស្រុកខ្មែរតប៉ែតែសបាយខ្ញុំមានកម្មវិធីរហូតចឹងបើយើងទៅតាមគេ I think អ្វីដែលយើងចង់ហ្នឹងវាងាយទេ I think សមត្ថភាពដែរបើយើងតែជាណា compare ថា average people ថា young people ចុះខ្ញុំ share experience ថាបើយើងខ្ញុំនៅក្នុងវិស័យ learning and development ហ្នឹងប្រហែល10ឆ្នាំជាងហើយពេលខ្ញុំធ្វើការទៅប្រហែលពួកថៃពួកវៀតណាមពួកសិង្ហបុរីចេញធ្វើការ2 ទៅ 3 ឆ្នាំចឹងសមត្ថភាពគេខ្លាំងមែនទេតើចឹងបើយើងចង់ធ្វើការមួយគេមិនធម្មតាទេទី1ខ្ញុំ share បទពិសោធន៍ទី1បើគេរើសមនុស្សនៅអូស្ត្រាលីនៅ UK នៅអាមេរិកគេយកយើងទៅអាមេរិកមុនហើយវាមិនដាល់យកយើងទេអូខេលើកលែងអូខេហ្នឹងមានករណីលើកលែងប៉ុន្តែឥឡូវខ្ញុំនិយាយសិនលក្ខខណ្ឌទី2បើគេរើសនៅអូស្ត្រាលីមកមានអាមេរិកដាក់គេយកអាមេរិកមុនហើយយល់អត់ហើយគេរើសនៅអាមេរិកមានទីអូស្ត្រាលីដាក់គេយកអូស្ត្រាលីមុនមកអាហ្នឹងខ្ញុំមិនរើសអើងណាហើយមួយទៀតបន្ទាប់ពីពួកនឹងដូចគ្នា native នឹងដូចគ្នាអញ្ចឹង advantage ហ្នឹងច្រើនមែនតើពួកគេហើយពួកយើងគិតថាតប៉ែតែសុបាយឥឡូវតែសុបាយអត់បានគិតរឿងហ្នឹងអូឆ្ងាយមែនតើខ្ញុំគិតថាទីហោដែលណាអាចទៅនឹងបានមិនមែនធម្មតាទេគាត់កសាងខ្លួនហ្នឹងពីដើមមកអស់ចាស់មែនតើបានទៅអញ្ចឹងខ្ញុំគិតថាសមត្ថភាពក្រៅពីភាសាហ្នឹងគឺជាការគិតវាវិភាគវាធ្វើការហ្នឹងត្រូវតែឆ្វាចមក that ខ្ញុំចូលរួមមួយរចនាថាសមត្ថភាពគឺជារឿងមួយសំខាន់ណាស់បើយើង compare មួយ region មួយក្នុងមិនថាស្រុកយើងអត់ទេណាម្ដុំប៉ុន្តែបើវិជា systematic ហ្មងតាំងពីការអប់រំតាំងពីពេលយើងចូលក្នុងក្រុមហ៊ុនជាអីដែរគាត់ lucky គាត់ចូលក្នុងក្រុមហ៊ុនហ្នឹងវាមាន system ស្រាប់ឯនោះ BAT ហ្នឹងចេញមកអស់ចាហ្មងដូចខ្ញុំបាន post នៅ Facebook ថាឲ្យតែយើងចេះក្នុងយានអវកាសអានោះក៏អីយ៉ាប់មិនក៏ដែរក៏ដល់ឋានច័ន្ទដែរតែក្រុមហ៊ុនដែលល្អហ្នឹងយើងបុគ្គលិកមិនក៏ដែរក៏យើងគេបរៀនយើងចេះដែរតែខ្ញុំចូលរួមប៉ុណ្ណឹងដែរខ្ញុំនិយាយតាមគេដែរខ្ញុំថាអូអ្នកហ្នឹងប្រកែកនិយាយមែនចឹងក្រុមហ៊ុនដែលយើងនៅហ្នឹងក៏ជួយដែរតែខ្ញុំគិតថាអ្វីដែលខុសគ្នាបងអ្វីដែលបងនិយាយហ្នឹងគឺត្រូវមែនទេឱកាសយើងប្រកួតមួយគេតិចមែនទេបាទតែចំការអា 1% យើងថៅបើយើងត្រៀមអា 1% សម្រាប់អ្នកត្រៀមចឹងបានពេលដែលយើងធ្វើអីដែលយើងគិតថាបើសម្រាប់ចិត្តធ្វើហើយ all out យើងចេញពីការដំបូងនៅ VAT តាមមួយយើងទៅចេញពីរៀនហ្នឹងមានអារម្មណ៍ថាធ្វើការខុសចោលហ្មងចង់ចេះចង់ដឹងអូចង់ខ្លាំងណាស់ហើយវាចៃដន្យកន្លែងនេះវាមានកន្លែងរៀនច្រើនមែនទេចឹងដូចយើងនៅវិញចឹងយើងជួបអស់ហើយអាវាខ្ពស់របស់តំណើបដែលនៅបាត់ដំបងមានអញ្ចឹងយើងរៀននៅគេហើយអញ្ចឹងពួកបរទេសដូចគ្នាគេ expose ច្រើនមែនទេគេកើតមកគេអភិវឌ្ឍជាងយើងរាប់រយឆ្នាំហើយហ្នឹងអញ្ចឹងគឺអត់ចាំខ្លាយគេចេះជាងយើងប៉ុន្តែគេអាចអត់ចេះរបស់មួយចំនួន
be humble That's correct ចាំយើងមានល្អខ្លះដែរឬមានល្អច្រើនដែរដូច resilient អីយើងបកកាយ Yeah មិញដែលបងចង់និយាយអំពីHTR ម្នាក់តែ education នៅស្រុកយើងគេធ្វើរបៀបហ្នឹងពីព្រោះ concept យើងគឺសម្រាប់រក survival ហើយដើម្បី survive បាននឹងយើងត្រូវតែប្រើគោលការណ៍ច្រើនសូត្រចាំហើយដាក់ការងារមកងាយបោះបង់ហើយយើងធ្វើការងារពិបាកគឺយើងនៅតែត្រឹមធ្វើមកព្រោះយើងថតអត់ចាអញ្ចឹងយើងឃើញក្រាប់យើងប្រមូលយកធ្វើការងារមួយថ្ងៃ4-10ម៉ោងក៏យើងធ្វើដែរនៅនេះណាអាទិត្យម៉ោង5ហើយបើ holiday គេវិញ Christmas ថ្ងៃ24 25ផ្សារបិទទាំងអស់អញ្ចឹងត្រូវតែអីទឹកញ៉ាំមានតែផ្សារខ្លះដែល23បើករកគ្នាធ្វើថ្ងៃធម្មតាម៉ោង6ម៉ោង7គេបិទហើយហាហើយបើសិនមកលេងអឺរ៉ុបថ្ងៃផ្សាយថ្ងៃអាទិត្យថ្ងៃបុណ្យណា It's not fun យើងវិញថ្ងៃដើរលេងថ្ងៃអាទិត្យអីហ្នឹងថ្ងៃរស់ស៊ីណា Yeah so ខ្ញុំចង់និយាយពី education ខ្ញុំចេះយ៉ាងណា Yeah education មកខ្ញុំឃើញកូនខ្ញុំរៀននៅនោះអាទិត្យដល់អាទិត្យ6ឆ្នាំណាបងឯងនាំខ្ញុំទៅ Norway បាត់ហើយណាពេលដែលគាត់មកនេះគាត់ struggle គាត់ជួបការលំបាកគាត់ថារៀននៅខ្មែរស្រួលណាស់គេរៀនមកពេលដឹងថារៀនអីគេគឺប្រាប់បងថារៀនអីគេធ្វើអីគេត្រូវធ្វើអីគេនៅនេះអត់ពេលរៀន I don't know what they want me to do Yeah because they want them to think right Yes គេចង់ឲ្យអ្វីដែល homework មួយហើយ homework របស់គេមិនឲ្យការងារធ្វើមកការងារច្រើនឲ្យធ្វើប៉ុន្តែគេឲ្យ homework នឹងមកតែឯងមានមិនឥឡូវនេះឯងមានពេលមកទឹកដើម្បី submit this is deadline ធ្វើមិនទៅថ្ងៃនេះចាំ submit បាទអញ្ចឹងសម្រាប់ខ្ញុំឃើញតែនឹងវាគេបង្កើតឲ្យយើង freedom through responsibility ទៅវិទូចបាទហើយគេព្រៀងឃើញឲ្យចេះនិយាយទៅវិទូចគេឃើញអញ្ចឹងទៅគេសួរអាសាសួរមកថាអ្នកឯងមានអារម្មណ៍មិនដែរអ្នកឯងយល់ពីនឹងបែបម៉េចអ្នកឯងឃើញនឹងមិនដែរ ask for opinion ឲ្យក្មេងនិយាយអ្នកឯងចូលចិត្តអត់ទេមិនចូលចិត្តវាអញ្ចឹងបាទដល់ហើយនៅនេះម៉ែឪវាយកូនគេមាន report អញ្ចឹងរបៀបដែលគេសួរកូនក្មេងគឺគេប្រាប់ហ្មងគេថាអ្នកឯងមើលម៉ាក់ប៉ាវាយគឺត្រូវប្រាប់គ្រូហើយអ្នកឯងមានសិទ្ធគឺប៉ាម៉ាក់អត់មានសិទ្ធវាយអ្នកឯងទេអញ្ចឹងបើសិនតែគឺអ្នកឯងអាច report ទៅឃុំសង្កាត់បានអញ្ចឹងណាហើយរបៀបដែលគេសួរព័ត៌មានដើម្បីដឹងថាមិនហ្នឹងគឺគេនិយាយលេងមួយកូនក្មេងអ្នកឯងមិនដែរពេលគេសួរចុះសួរឡើងទៅឪពុកម្ដាយខ្លះបានសមុទ្រ2 បេដងហើយអ្នកខ្លះបលិសចុះទៅដល់ផ្ទះ2 បេដងគេថាឯងគ្រាន់និយាយលេងមួយវាសោះវាប្រាប់គ្រូថាគ្រូបាយ Yeah គាត់ទៅដោះស្រាយមួយខ្ញុំមែនតាពេលខ្ញុំអានសភៅមួយក្មេងតែទូចឲ្យចេះនិយាយបាទ I agree ពេលខ្ញុំអានសភៅពីជនជាតិគេទៅថាអូដឹងបញ្យលជនជាតិពុកម្ដាយខ្មែរយើងមិនដូចគេគិតថាតេះអាសភៅហ្នឹងវាជាសភៅក្នុងថ្នាក់វាជាហ្នឹងតែអា beyond ហ្នឹងគឺជាអ្វីដែលរចនានិយាយនឹងឯងរបៀបគិតរបៀបយើងគោរពគាត់របៀបយើង communicate មួយគាត់ហ្នឹងមានតែគាត់ចេះអាហ្នឹងហើយកុំខ្ញុំមកដល់គ្នាគាត់ថា I notice the difference គេថាឃើញអីខុសគ្នានៅនេះគ្រូគេឲ្យហៅឈ្មោះ I don't have to call them teacher even teacher almost they don't want me to call them that way បើនៅខ្មែរđâyណាយើងទៅប្រូបាត់ហើយទៅហើយតែអានេះគេ personal different ដែលគេឃើញខុសគ្នាខ្លាំងមែនទេណាហើយរៀននៅនេះខ្ញុំ appreciate អ្វីដែលគេធ្វើហ្នឹងគឺពេលដែលគេគ្រប់
នឹងកូនសិស្សនិយាយគ្នាគឺគ្រូគេធ្វើកូនសិស្សមនុស្សធំហ្នឹងមិនជាកូនក្មេងទេណា បាទ អញ្ចឹងinteraction គេហ្នឹងគឺគេនិយាយគ្នាគេ feel empowerment ក្នុងការ express opinion របស់គេក្នុងការបញ្ចេញយោបល់របស់គេហ្នឹងណា បាទ តាំងពីទូនឹងវាមិនខ្ញុំឃើញថាខុសគ្នាឆ្ងាយហើយខ្ញុំទៅជួប parent teacher meeting រឿងកូននេះ បាទ តែពេលដែលគេនិយាយគេថាកូនយើងដោយសារតែ language barrier កូនធំខ្ញុំហ្នឹងគ្នាត្រូវមករៀនជាភាសា Danish យើងគ្នាត្រូវ catch up ភាសាហ្នឹងជាមួយគេ7ឆ្នាំគេដែលរៀនវារហូតមកអញ្ចឹងវាខុសគ្នាទៅរៀនមក1ឆ្នាំជាងហើយអញ្ចឹងគ្នាពិបាកក្នុងការរៀនអញ្ចឹងពេលធ្វើលំដាប់អីគឺគាត់អត់សូវយល់បានដូចគេអញ្ចឹងគាត់បានទូទៀតហើយរបៀបដែលគ្រូគេនិយាយគេថានេះជាលទ្ធផលរបស់កូនឯងប៉ុន្តែខ្ញុំគិតថាតែហ្នឹងវាអត់ accurate reflect ability របស់គាត់ទេពីព្រោះគាត់មកគាត់ត្រូវប្រឈមជាមួយនឹងបញ្ហា language ជាមួយនឹងអ្វីថ្មីច្រើនណាអញ្ចឹងទៅនេះគ្រាន់តែជាតែ part of the test ណា but it does not reflect your kids ability and then yeah and they focus on the process គេថាកូនអ្នកឯងហ៊ានសួរមានចង្អល់អីគាត់ហ៊ានមកសួរខ្ញុំមកហើយទៅពេលដែលខ្ញុំប្រាប់គាត់ទៅគាត់ព្យាយាមធ្វើហើយខ្ញុំบอกអីគាត់ព្យាយាមធ្វើហ្មងអត់ដែលមានបញ្ហាអីទេអញ្ចឹង keep on អញ្ចឹងរបៀបដែលគេនិយាយគឺ really motivate កូនសិស្សហ្នឹងមកគេថាអ្នកឯងអត់អីទេ performance ប៉ុណ្ណឹងព្រោះអ្នកឯងទៅមកបានម៉ានអញ្ចឹងអត់អ្នកឯងត្រូវតែជួបរឿងអញ្ចឹងទេប៉ុន្តែអ្នកឯង progress ពីមួយពេលទៅមួយពេលអ្នកឯងធ្វើវាភាសាឡើងពេលស្ដាប់រីណានិយាយទៅខ្ញុំសម័យឃើញការអប់រំដែលខ្ញុំចង់បានតែឥឡូវសិនគោលនៅនេះគក់ម៉ែយើងម្នាក់ដែរគាត់នៅនេះគាត់ថាវាមិនដឹងខ្យល់អីទេវាដឹងតែលះហើយទេបើថានៅនេះគេបដក creativity គេក៏អត់ survival ទេអញ្ចឹងរបៀបដែលគេរៀនកូនក្មេងគឺគេថា how ធ្វើដើម្បីឲ្យឯងនេះមាន your life happier ព្រោះក្មេងនៅនេះគេមានអីទៀត free education free health care ចឹងធ្វើការមកល្មមចាយ pursue your dream follow what you want explore yourself ទៅពេលដែលយើងគឺធ្វើការដើម្បីរស់ចឹងរបៀបដែលយើងធ្វើគឺខុសគ្នាចឹងនៅនេះគឺគេបន្ត creativity ឲ្យអ្នកឯងសាកអីថ្មីសាកអានេះមើលគេចប់ថ្នាក់ទី10ថ្នាក់ទី12គេដាក់លេងពីវិជ្ជាមិនត្រឡប់មកវិញយើងអត់ទេត្រូវប្រឹងធ្វើប្រឹងរៀនឲ្យចប់ដើម្បីចេញទៅធ្វើការរៀនចប់គេដើរលេងគេមកនេះគាត់អាចមានសេរីភាពបាន painting នៅស្រុកគេពោះពីអ្វីដែលក្នុងថ្នាក់ពោះពី survival ចា៎ហើយគេបដៅកូនយើងទៀតដល់ពេលគេបដៅកូនយើងណោះអ្វីដែលគាត់ experience ណាមិនជា experience របស់ខ្ញុំដូចជាយើងមានបងដែលល្អជាងហ្នឹងណាទៅយើងពិបាកសម្រាប់ចិត្តហ្នឹង What do you want? What made you happy? ឯការអ្នកនៅស្រុកខ្មែរសប្បាយជាងនៅនេះ explore and then you can decide ថាចង់ចាប់ទៅអូខ្ញុំឃើញA B C D E F ហើយខ្ញុំឃើញ